បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយថ្ងៃទី26ខែ10ឆ្នាំ2025អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង1:30នាទីម៉ោង4:30នាទីនិងម៉ោង6:30នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8នេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ85នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ57នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គ្រាប់ទី3គឺមានតម្រុយលេខ42នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ18នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ852គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ903គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង1:30នាទីម៉ោង4:30នាទីនិងម៉ោង6:30នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ85តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ57រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ42រីឯតម្រុយគ្រាប់ទី4គឺមានតម្រុយលេខ18រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ852គុណនិង903គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេក៏សូមអរគុណនិងសូមជម្រាបលា